សៀមរាមាទី10បន្ទាប់ពីទស្សនកិច្ចប្រទេសឡាវចប់ភ្លាមភ្លៀងតកព្យុះយ៉ាងខ្លាំងបានវាយប្រហារទៅលើទីក្រុងវៀងច័ន្ទរដ្ឋធានីនៃប្រទេសឡាវដុំព្រិលតកធំដែលអ្នកស្រុកបានអះអាងថាមានទំហំធំប៉ុនកដៃបានកំទេចកញ្ចក់បង្អួចផ្ទះនិងដំបូលប្រក់ក្បឿងនិងសង្កសីដែករហែករាយបែកខ្ចាត់ខ្ចាយបន្ទាប់ពីស្ដេចសៀមទៅទស្សនកិច្ចនៅប្រទេសឡាវ